ថ្ងៃនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដេរកអាវយើងដេរកអាវបែបណាដើម្បីឲ្យកអាវរបស់យើងនឹងវាហាប់ណែនស្អាតណាអញ្ចឹងអានេះគឺកអាវផ្ទាំងនេះគឺផ្ទាំងមុខអាវផ្ទាំងមុខនេះអាវផ្ទាំងមុខរបស់យើងគឺកអប្សរាហើយសម្រាប់អានេះគឺកតំណប់កខាងក្នុងណាតំណប់កខាងក្នុងដែលយើងបានយកទៅអ៊ុតជាមួយស្ពតនេះយើងទៅអ៊ុតជាមួយស្ពតហើយអ៊ុតឲ្យយើងកាត់ស្ពតហើយយើងយកមកអ៊ុតស្ពតយកអាតុនណាហើយយើងយកមកអ៊ុតឲ្យជាប់អញ្ចឹងមកជាប់ណែនហាប់ល្អអញ្ចឹងមកហើយមុននឹងយើងចាប់ផ្ដើមដាក់ជាមួយស្ពតនេះមុននឹងយើងចាប់ផ្ដើមដាក់ជាមួយតំណប់កក្នុងនេះយើងយកកអាវរបស់យើងនេះកអាវរបស់យើងនេះគឺយើងយកមកដេរចោលសិនណាយើងដេរជន់វាតតេនេះតតេអត់តដាក់តំណប់ហ្នឹងយើងដេរចោលមួយជើងសិនដេរទប់ដៃយើងទប់នេះកុំឲ្យវាយាកនេះឥឡូវខ្ញុំដេររួចហើយដេរជំវិញកដេរជំវិញកហ្នឹងយើងដេរមួយជើងចោលអញ្ចឹងណានេះយើងដេរមួយជើងចោលអញ្ចឹងមកហើយបន្តមកទៀតគឺយើងយកតំណប់កនេះមកដាក់យើងយកតំណប់កនេះមកដាក់មកយើងថ្នមបន្តិចណាកុំឲ្យវាយាកព្រោះអីនៅពេលបើសិនជាវាកនឹងយាវាធ្វើឲ្យចំហអាវនឹងវាចំហកអត់ស្អាតដាក់អញ្ចឹងហើយយើងខ្ទាស់បញ្ចូលសិនមកហ្នឹងហើយយើងខ្ទាស់បញ្ចូលជាប់ប៉ុណ្ណឹងហើយយើងចាប់ផ្ដើមដេរជន់វាមកថ្នេរតូចល្មមដែលយើងត្រូវដេរនេះកន្លែងកអាវហ្នឹងគឺកន្លែងសំខាន់យើងត្រូវដេរទប់ដេរថ្នមវាអញ្ចឹងទេបើសិនជាវាយាហាកអាវហ្នឹងវាធ្វើឲ្យកអត់ស្អាតពេលដែលយើងពាក់ទៅវាចំហកចំហអីចឹងណាឥឡូវពេលយើងដេររួចហើយយើងជាវាមកស្មើគ្នាមកពេលដែលយើងជាស្មើហើយនៅពេលដែលយើងជាស្មើហើយសម្រាប់កអប្សរាអញ្ចឹងណាសម្រាប់កអប្សរាអញ្ចឹងយើងវាស់កន្លែងនេះបន្លោះនេះឲ្យស្មើបន្លោះជាមួយបន្លោះនេះដើម្បីមើលទៅកុំឲ្យកវាវាចណាយើងអាចវាស់អញ្ចឹងវាស់សាកមើលបានពីកន្លែងចំណុចជ្រុងហ្នឹងណាអានេះ3នេះ6នេះឥឡូវវា3នេះ6ស្មើគ្នាបន្លោះនេះនិងបន្លោះនេះគឺស្មើគ្នាហើយបើសិនជាវាអត់ស្មើទេយើងសេរីភ្នែកចេញបន្តិចមកឬក៏ចូលបន្តិចឲ្យដើម្បីឲ្យស្មើគ្នាអញ្ចឹងណាហើយឥឡូវគឺវាស្មើគ្នាហើយខ្ញុំត្រូវដេរជន់ពីលើកអាវនេះខាងមុខនេះគឺខ្ញុំដេរជន់4ទៅ5ជុំបន្ថែមលើនឹងទៀតណាប៉ុន្តែយើងត្រូវដេរយ៉ាងម៉េចឲ្យវានេះឲ្យវាជន់ជាមួយអាធ្នេរចាស់កុំឲ្យធ្នេររាយពេញហ្នឹងណាខ្ញុំចង់និយាយថាកុំឲ្យធ្នេរវាមួយនៅនេះផ្សេងគ្នាយើងត្រូវដេរមិនឲ្យធ្នេរទាំង4ទាំង5ដែលយើងត្រូវដេរហ្នឹងមកជន់ហើយមកជន់ទៀតជន់ហើយមកជន់ទៀតហ្នឹងឲ្យវាជន់នៅលើកន្លែងតែមួយនៅកន្លែងតែមួយនេះដើម្បីឲ្យកអាវហ្នឹងវាហាប់ណែនស្អាតណាអញ្ចឹងខ្ញុំដេរ4ជុំឬក៏ហ្នឹងហើយ4ជុំពីលើហ្នឹងទៀតមកយើងដេរមិនឲ្យចំធ្នេរចាស់នេះដែលយើងយកនេះហើយមួយទៀតអាកន្លែងប្រឡោះនេះក៏ដូចគ្នាដែរប្រឡោះកន្លែងនេះណាប្រឡោះកន្លែងកខាងលើនេះនិងអាមួយហៀងខាងនេះមួយហៀងទៀតហ្នឹងឲ្យវាស្មើគ្នាដែរ អ
គឺស្មើគ្នាហើយអញ្ចឹងយើងដេកជាន់ទៅអញ្ចឹងគឺខ្ញុំបានដេករួចហើយណាបងប្អូនអរគ្នានេះខ្ញុំដេក4ជុំបន្ថែមទៀតណាប៉ុន្តែខ្ញុំដេកជាន់តែកន្លែងដដែលនេះដេករួចហើយអញ្ចឹងកហ្នឹងវារៀងមើលទៅវារៀងហាប់ណែនស្អាតណារួចហើយបានយើងជ្រឹបឲ្យចំជ្រុងនេះមកយើងបើដេបកធម្មតាមកដកបកមកយើងជន់មួយធ្នេធម្មតាដល់ឡើងជ្រុងនេះគឺយើងលើកធម្មតាមកលើកវាឲ្យបាត់តាមនឹងមកហើយខ្ញុំបានដេរួចហើយយើងត្រឡប់មកដានវាធម្មតាមកយើងត្រឡប់ហើយយើងដានវាមកស្អាតមកបានអញ្ចឹងយើងដេនេះប៉ុណ្ណឹងរួចហើយណាខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបដែលយើងត្រូវដេកឲ្យវាហាប់ស្អាតអញ្ចឹងហើយអានេះយើងជាចេញយើងយកទៅផុងឲ្យស្អាតមកយើងតែប៉ុណ្ណឹងទេណាបងប្អូនអរគ្នាអានេះគឺជាចំណុចតូចដែលយើងមិនអាចមើលរំលងបានណាអរគុណបងប្អូនដែលបានតាមដានវីដេអូមួយនេះណាអរគុណច្រើនបើសិនជាបងប្អូនគិតថាមានប្រយោជន៍អញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe វីដេអូរបស់ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបាននូវវីដេអូថ្មីបន្តទៀតអរគុណច្រើនជម្រាបលា